គម្រោងពង្រីកផ្លូវជាតិលេខ1និងសាងសង់ស្ពានថ្មីក្តីតាគុយអរិយក្សត្រក្រោមជំនួយរបស់ចៅការក្រសួងសាធារណការនិងដឹកជញ្ជូន MPWT ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានពីទីភ្នាក់ងារចៅការកំពុងជំរុញការសិក្សាសមិទ្ធលទ្ធភាពលើគម្រោងធ្វើឲ្យប្រសើរឡើងកំណត់ផ្លូវជាតិលេខ1និងការសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីក្តីតាគុយអរិយក្សត្រចំណុចសំខាន់នៃគម្រោងរួមមានវិសាលភាពគម្រោងនេះនឹងពង្រីកផ្លូវជាតិលេខ1ចាប់ពីភ្នំពេញទៅអ្នកលឿងនិងសាងសង់ស្ពានថ្មីតទៅតំបន់អរិយក្សត្រដែលគ្របដណ្ដប់លើភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្ដាលសក្តានុពលសេដ្ឋកិច្ចផ្លូវជាតិលេខ1គឺជាច្រករបៀងសេដ្ឋកិច្ចយុទ្ធសាស្ត្រអាស៊ាន Highway លេខ1ដែលតពាណិជ្ជកម្មនិងភស្តុភារកម្មពីប្រទេសថៃឆ្លងកាត់កម្ពុជាទៅកាន់ប្រទេសវៀតណាមវឌ្ឍនភាពនៃការសិក្សាកាលពីថ្ងៃទី6ខែមេសាឆ្នាំ2026ថ្មីនេះឯកឧត្តមតុយឆាន់កូសលរដ្ឋលេខាធិការក្រសួងសាធារណការបានដឹកនាំកិច្ចប្រជុំជាមួយចៅការក្រសួងសេដ្ឋកិច្ចនិងស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យលទ្ធផលបឋមនៃការសិក្សាបច្ចេកទេសគោលបំណងនៃកិច្ចប្រជុំផ្ដោតសំខាន់លើការត្រួតពិនិត្យគុណភាពបច្ចេកទេសផ្លូវជាតិលេខ1វាតម្លៃផលប៉ះពាល់នៃការសាងសង់ស្ពាននិងសម្របសម្រួលស្តង់ដារបច្ចេកទេសដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចជាតិនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។